គាត់ត្រូវបានចោលបាទចិត្តឆៅបាទដៃហ៊ានកាច់កម៉ូតូរបស់គាត់នៅនឹងមុខប៉ុស្តិ៍ស្ទឹងមានជ័យទី2តែម្ដងបាទក្នុងសង្កាត់ស្ទឹងមានជ័យទី2ខណ្ឌមានជ័យរាជធានីភ្នំពេញខ្ញុំមកដល់ហ្នឹងខ្ញុំទុកមកផ្ទះហ្នឹងខ្ញុំដកយកកញ្ចក់ឲ្យអីវ៉ាន់ឲ្យបងខ្ញុំមិត្តភក្តិខ្ញុំមានកញ្ចក់ម៉ូតូហើយនឹងបើជើងបតាមកគូពេលដែលខ្ញុំយកហើយខ្ញុំដើរចូលផ្ទះមកផ្លែតបងដើរចូលផ្ទះមកផ្លែតកន្លែងមកវិញវាយកទៅបាត់បណ្ដោយនៅមុខផ្ទះបណ្ដោយបងផ្ទះក្បែរអីគេក្បែរមុខប៉ោះហ្នឹងហ្មងប៉ោះនៅមុខផ្ទះហ្នឹងហ្មងប៉ោះអីគេប៉ោះខណ្ឌសឹងមានជ័យ2បងនៅមុខប៉ោះហ្មងបាទបងជួយបងឆ្ងល់ថានៅនឹងមុខប៉ោះហើយហេតុអីបានត្រូវកាច់កយកបានទៀតអាហ្នឹងវាហ៊ានតាមពេលដែលហ្នឹងក៏តាមដែរតែគាត់តាមអត់តាន់បងប៉ូលីសតាមដែរប៉ូលីសតាមដែរបងតាមអត់តាន់បងអូនៅមុខប៉ោះហើយបាទតោអីគេដែលគេកាច់យកទៅណាបងតោប៊ិត024ពណ៌សបងស្លាកលេខ 1KW 2966ភ្នំពេញដងទៀតបងស្លាកលេខភ្នំពេញ 1KW 2966បងរួមម៉ូតូហ្នឹងម៉ូតូបងរំលោះទេបងរំលោះគេទេបងបានថ្ងៃបានខែប្រហែល7ខែបង7ខែហើយបាទបងថ្ងៃធ្វើការអីបងធ្វើការនៅការ៉ាស់ឡានបងធ្វើការនៅការ៉ាស់ឡានលាងឡានបងថ្ងៃកម្មករលាងឡាននេះគេបងបាទឥឡូវបាត់ម៉ូតូស្ដាយបងស្ដាយថាបងចោលយកម៉ូតូឲ្យខ្ញុំវិញមកមិនមកដាក់មួយកេះមួយគ្នាហ្មងមិនមកដាក់មួយកេះមួយគ្នាហើយយកម៉ូតូវិញហើយយកម៉ូតូឲ្យវិញមកបានឃើញមុខទីអាហ្នឹងហើយតែបានឃើញមកព្រោះដាក់មួយកេះហ្មងដាក់មួយកេះហ្មងបាទភេសជ្ជៈបើកម្លាំង Power អនុភាពឆ្ពោះទៅភាពជោគជ័យអាហារបំពន់ស៊ីបាប៉ារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបាប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមកមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតលហើយវិលមុខកោសខ្យល់ញឹកញាប់គិតច្រើនគេងមិនលក់ឈឺសន្លាក់លើសឈាមលើសជាតិខ្លាញ់អាស៊ីតឬដួងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមគ្រប់នឹងជំរាបសួរទៅដល់ប្រិមត្តទស្សនិកជនដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់អង្គភាពវិទ្យុឥឡូវនេះបងប្រុស2នាក់បានមកដល់គោស្ពានជួយចង្វាស្នើសុំឲ្យខ្ញុំជួយផ្សព្វផ្សាយនៅដំណឹងគាត់ត្រូវបានចោលបាទចិត្តឆៅបាទដៃហ៊ានកាច់កម៉ូតូរបស់គាត់នៅនឹងមុខប៉ុស្តិ៍ស្ទឹងមានជ័យទី2តែម្ដងបាទក្នុងសង្កាត់ស្ទឹងមានជ័យទី2ខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីយប់មិញបាទឥឡូវនេះមកដល់គោស្ពានជួយចង្វានៅថ្ងៃទី27ខែមេសាឆ្នាំ2025យើងនេះចង់ដឹងរឿងរ៉ាវសាច់រឿងបន្តិចថារឿងរ៉ាវនឹងតើទៅជាយ៉ាងណាមូលហេតុអីនៅនឹងមុខប៉ុស្តិ៍ហើយហេតុអីក៏ត្រូវបានចោលនឹងលួចកាច់កម៉ូតូបានទៀតសួស្ដីបងទាំងពីរឈ្មោះអីដែរបងឈ្មោះសនប៊ុនសេននៅណារងថ្ងៃស្នាក់នៅឈូវ៉ា2ហើយមកជួបបងនៅគោស្ពានជួយចង្វានេះមានរឿងអីដែរបងចោលមានករណីចោលលួចម៉ូតូខ្ញុំបងលួចនៅណាលួចនៅម្ដុំស្ទឹងមានជ័យ2បងទុកយ៉ាងម៉េចអីយ៉ាងម៉េចហើយម៉ូតូហ្នឹងទុកនៅតាណាមិនបានចោលហ្នឹងវាលួចបានបាទបងសម្រាប់ម៉ូតូពេលដែលខ្ញុំមកដល់ហ្នឹងខ្ញុំទុកមកផ្ទះហ្នឹងខ្ញុំដកយកកញ្ចក់ឲ្យអីវ៉ាន់ឲ្យបងខ្ញុំឲ្យបងមិត្តភក្តិខ្ញុំមានកញ្ចក់ម៉ូតូហើយនឹងបើជើងបតាមកគូបងពេលដែលខ្ញុំយកហើយខ្ញុំដើរចូលផ្ទះមកផ្លែតបងដើរចូលផ្ទះមកផ្លែតកន្លែងមកវិញវាយកទៅបាត់បណ្ដោយមានកាមេរ៉ាសុវត្ថិភាពទេអូនកាមេរ៉ាមានបងប៉ុន្តែបងមិនបោះគាត់នៅទៅអត់បានសុំគាត់បងកាច់នៅម្ដុំណាបងនៅមុខផ្ទះបណ្ដោយបងផ្ទះក្បែរអីគេក្បែរមុខប៉ោះហ្នឹងហ្មងប៉ោះនៅមុខផ្ទះហ្នឹងហ្មងប៉ោះអីគេប៉ោះខណ្ឌសឹងមានជ័យ2បងនៅមុខប៉ោះហ្មងបាទបងជួយបងឆ្ងល់ថានៅនឹងមុខប៉ោះហើយហេតុអីបានត្រូវកាច់កយកបានទៀតអាហ្នឹងវាហ៊ានបាទបងមានបានមើលកាមេរ៉ាសុវត្ថិភាពខ្លះទេអត់ទាន់បានមើលផងបងអត់ទាន់បានមើលទេបាទបង ដាក់ពាក្យបណ្ដឹងណាបងដាក់ហើយបងដាក់នៅណាដាក់នៅខណ្ឌស្ទឹងមានជ័យ2ហ្នឹងបាត់តំណឹងដាក់តំណឹងបណ្ដោយបាទបងបាត់ភ្លាមដាក់ភ្លាមដាក់ភ្លាមហ្មងបាត់ភ្លាមដាក់ភ្លាមអត់មានដឹងថាចោលនឹងប្រមាណនេះអីប្រមាណនេះដឹងបងដឹងតែម្នាក់បងដឹងតែម្នាក់ឯងដឹងតែម្នាក់ឯងបាទបងចូលមកកាច់យកហ្មងចូលមកនេះយកប្រយទៅបាត់បណ្ដោយតាមអត់តាន់ហ្មងមើលអត់តាន់បងមូលលឿនយកទៅកត្រាក់យកទៅបណ្ដោយចុះទៅនិយាយពីទៅដល់ពាក្យបណ្ដឹងមួយប៉ុស្តិ៍ប៉ូលីសគេនិយាយថាម៉េចអូនគាត់និយាយគាត់ជួយស្វែងរកឲ្យបន្តតាមពេលដែលហ្នឹងគាត់តាមដែរតែគាត់តាមអត់តាន់ហ្មង
លីតាមដែរ ប៉ូលីសតាមដែរបង តែតាមមកតាន់ តាមអត់តាន់បង ព្រោះនៅមុខប៉ុស្តិ៍ហើយ បាទ តោអីគេដែលគេកាច់យកទៅណាបង តោប៊ីត024ពណ៌សបងស្លាកលេខ 1KW 2966ភ្នំពេញ ម្ដងទៀតបង ស្លាកលេខភ្នំពេញ 1KW 2966បង កាច់យកទៅបាត់ហើយ កាច់បាទបង ហើយមានអីសំណូមពរទៅសមត្ថកិច្ចយើងឯអូន សនំពោទៅបងសមាជិកជួយស្វែងរកម៉ូតូឲ្យខ្ញុំផងបងព្រោះម៉ូតូហ្នឹងម៉ូតូបងរំលោះទេបង បងមលួសគេទេបងបានមួយថ្ងៃបានខែ អានប្រហែល7ខែបង 7ខែហើយ បាទបង ថ្ងៃធ្វើការអីបង ធ្វើការនៅការ៉ាស់ឡានបង ធ្វើការនៅការ៉ាស់ឡាន ការ៉ាស់លៀងឡាន ថ្ងៃកម្មករលៀងឡានឯគេបង បាទបង ហើយឥឡូវបាត់ម៉ូតូស្ដាយឯង ស្ដាយបងស្ដាយ ហើយម៉ូតូនឹងទិញបានណាបង ម៉ូតូទៅហ្នឹង2000ជាងបង បងគេមួយខែបាន បងគេមួយខែ94រៀល ឥឡូវបាត់ហើយបានអីជិះម៉ូតូធ្វើការទៀត ខ្ញុំអត់ពិបាកដែរបង ហើយមានពាក្យពេចន៍អីផ្ដាយផ្ដាំទៅអាចោលហ្នឹងឯង តែប្រាំ មុខប៉ុស្តិ៍ហើយណាហ្នឹងហ៊ានទៀត ថាបងចោលយកម៉ូតូឲ្យខ្ញុំវិញមកមិនម៉ាដាក់មួយកេះមួយគ្នាហ្មង មិនមកដាក់មួយកេះមួយគ្នាហើយយកម៉ូតូវិញ ហើយយកម៉ូតូឲ្យវិញមក បានឃើញមុខទីអាហ្នឹង ឲ្យតែបានឃើញមកព្រោះដាក់មួយកេះហ្មង ដាក់មួយកេះហ្មង បាទបង អញ្ចឹងជីចុងក្រោយមានបបួបចោលហៅផឹកមួយកេះមកឲ្យយកម៉ូតូវិញ បាទព្រោះចោលហៅផឹកមកឲ្យយកម៉ូតូឲ្យវិញ មានប៉ុណ្្នឹងឯណាបាទបងអូនប្រុសម្នាក់បាទជាកម្មករនៅក្នុងការ៉ាស់ឡានលៀងឡានឲ្យគេបាទគាត់ក៏ត្រូវបានថ្ងៃហ្នឹងគាត់បានទៅលេងផ្ទះបងប្អូនរបស់គាត់ហើយក៏ទុកម៉ូតូនៅមុខផ្ទះហ្នឹងនៅមិនត្រឹមមុខផ្ទះទេនៅនឹងទល់មុខប៉ុស្តិ៍បាទស្ទឹងមានជ័យទី2តែម្ដងបាទទុកនៅមុខប៉ុស្តិ៍ហើយបាទនៅអាចោលហ្នឹងវាហ៊ានសាហាវមែនទែនបាទធ្វើសកម្មភាពចូលទៅកាច់កភ្លាមឲ្យជិះទៅត្រុយតាមក៏មិនទាន់ដែរកាលពីម្សិលមិញហ្នឹងអញ្ចឹងសង្ឃឹមថាសមាជិកនៅមុខប៉ុស្តិ៍ស្រាប់មានកាមេរ៉ាសុវត្ថិភាពស្រាប់បាទសង្ឃឹមថាអត់ពិបាកទេបាទនឹងធ្វើការស្រាវជ្រាវតាមរកអាចោលនេះយកមកដាក់ទោសទៅតាមផ្លូវច្បាប់ហើយនឹងយកម៉ូតូបកគលជូនមកបងអូនប្រុសវិញឲ្យគាត់បានម៉ូតូបានអីជិះទៅធ្វើការវិញអរគុណប្រិមជនខ្ញុំបាទមីសការួមទាំងបងអូនប្រុសក៏សូមលំអរកាយគោរពលាបើសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសដល់ខ្ញុំបាទផងដែរអរគុណ